Hello ជំរាបសួរបាទថ្ងៃនេះមកយកកូនប្រុសកូនស្រីនេះទិញផ្លែដូងមកផ្ញើហើយមកកូនបយនេះអង្គគេរកឡើងចោះឡើងណាហើយដល់ឥឡូវនេះកូនយ៉ាណាគេក៏មកដែរមកកូនយ៉ាណាគេរៀនគេនៅអា building ផ្សេងនៅចឹងគេដើរមករៀងយូរបន្តិចហើយដល់ចូលមកហ្នឹងយ៉ាណាក៏មិនចាំយូរដែរកូនស្រីប៉ាភ្លក់ដូងស្រស់ដែរគេឆ្ងាញ់គេណាតាមផ្លូវទៅផ្ទះនេះហើយដល់មកដល់ផ្ទះហ្នឹងយើងដាក់ឲ្យគេញ៉ាំបាយញ៉ាំអីកូនគេជែកគ្នាគេយកញ៉ាំផ្លែឈើតិចតួចហើយឥឡូវប៉ាចេញមកក្រៅចេញប្រតិបត្តិការហើយដាំដើមមកផ្លែឈើប៉ាទិញមកខ្លះហ្នឹងអានេះដើមត្រឡប់នេះស្រឡាញ់ណាស់សង្ឃឹមថាលូតលាស់ដុះមកផ្លែល្អទៅការទិញមកហ្នឹងបានផ្លែ3 4តែបេះញ៉ាំអស់ហើយណាមួយឃើញអាកាសធាតុថ្ងៃនេះវាល្អដែរក៏ដាំទៅហើយឥឡូវយើងជីកអាទី2នេះគឺដាំអាតបៃគីឡូទៅទិញបានដែរតបៃគីឡូនេះស្រឡាញ់ចឹងសឹមមកវាដុះផ្លែអីមកប៉ាសប្បាយចិត្តហ្មងជីកវាល្មមឲ្យថែមជីថែមអីតិចតួចខ្ញុំមិនសូវប៉ិនហ្មងទេបងប្អូនអើយតែប៉ុន្តែចេះដាក់ទៅហើយនេះយើងកាត់ធៀងវាអាក្រុមចេញហើយអាភុនទី3នេះហើយដើមស្វាយតំបានទិញមកបានដែរវាធំយ៉ាងល្មមដែរឥឡូវដាក់វានឹងដីទៅហើយអាទី4នេះវិញទិញបានទីប្រាំងបានមកមួយទៀតខាងនោះមានទីប្រាំងមួយអានេះបានទីប្រាំងមកមួយទៀតមកដាំមកខាងលបងខាងនេះម្ដងប៉ាឲ្យតតនេងដើរមើលឲ្យតែមានដើមមានអីឲ្យតែផ្លែឈើរបៀបផ្លែឈើខ្មែរហ្នឹងចូលចិត្តណាស់ចង់ឲ្យបាននេះដើមស្វាយខ្ទិះហើយបន្ទាប់ពីហើយហ្នឹងតបមកកូនប្រុសគេចេញមកឃើញប៉ាដាំឲ្យគេមកជួយអានេះអាដីយើងជីកមកយើងសល់ខ្ញុំចេះយកវាដាក់ក្នុងកធុងទៅព្រោះឃើញវាមានជីជាតិល្អដែរចាំយកដាំអីផ្សេងហើយយើងកូនបយគេមកជួយអើយកូនប្រុសប៉ាគេញ៉ាំហើយគេមកជួយប៉ាដើមត្រឡប់ដើមតបែកដើមស្វាយដើមទីប្រាំងមួយទៀតហើយនេះដើមស្វាយខ្ទិះទោះហើយមកនេះកូនបយនេះក៏វល់ប៉ាលេងវាយសីកូនបយឥឡូវគេជួយចិត្តវាយសីហើយឥឡូវវាយសីគ្រាន់បើកូនប្រុសប៉ាឲ្យគ្នាលេងនេះដូចជា exercise អញ្ចឹងដែរហ្នឹងអូខេបាយជម្រាបលា